សូមនមស្ការចំពោះប្រជុំ3នៃប្រតិរដ្ឋដោយសេចក្តីគោរពសូមលំអរកាយបង្គំប្រឧបជាប្រតិជគុណប្រធេរានធេរគុព្រះអង្គជាទីសក្ការៈសូមជម្រាបសួរពុទ្ធបរិស័ទនិងទស្សនិកជនទាំងអស់ជាទីមេត្រីព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសូមគោរពនិមន្តនិងអញ្ជើញព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទនិងទស្សនិកជនទាំងអស់តាមដានសកម្មភាពពុទ្ធសាសនាក្នុងសប្តាហ៍កន្លងទៅដែលបានចងក្រងនិងផ្សព្វផ្សាយដោយគណៈកម្មការព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសប្តាហ៍នេះបន្តឆ្លុះបញ្ចាំងអំពីកម្មវិធីបិណ្ឌវិសាខបូជានិងបម្រើសង្គមជាតិមាតុភូមិពិធីបិណ្ឌវិសាខបូជានិងពិធីរាប់បាតដល់ព្រះសង្ឃនៅវត្តបុប្ផារាមខ្វែងបបែកចាស់ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានអាងសិនលេខទី12សង្កាត់ហួរឋានពិធីប្រកបផ្ទះសប្បុរសធម៌នៅឃុំដងហាយពិធីបុណ្យសមុទ្រខាងត្បូងឆ្នាំ2026នៅវាំងអំផឹកដាយវគ្គប្រតិបត្តិធម៌ក្របពូជនៃសេចក្តីមេត្តាលើកទី30នៅវត្តយៈហួរនារសៀលថ្ងៃទី1ខែឧសភាឆ្នាំ2026ក្នុងបរិយាកាសដ៏ស្ងប់រងាប់ជ្រះថ្លាក្នុងវត្តផារាមដោយដឹកនាំដោយព្រះឧបជាវុធាបច្ច័យករតាំងសាវងប្រជាធិការវត្តបានរៀបចំពិធីបុណ្យវិសាខបូជាយ៉ាងអធិកអធមព្រមទាំងបុណ្យពុទ្ធិពិស័យព្រះពុទ្ធនៅក្នុងវេលាឱកាសបុណ្យវិសាខបូជាក្នុងក្របខ័ណ្ឌនៃកម្មវិធីបិណ្ឌនេះក៏បានប្រារព្ធពិធីបិណ្ឌពុទ្ធិពិសេសប្រារព្ធពិធីបិណ្ឌពុទ្ធិពិសេសចំនួនព្រះពុទ្ធបដិមា4ព្រះអង្គយ៉ាងឱឡារិកដើម្បីបង្កើននូវសេចក្តីជ្រះថ្លាក្នុងទីអារាមជាកុសលផលបិណ្ឌសម្រាប់ពុទ្ធបរិស័ទមកធ្វើបិណ្ឌសក្ការៈបូជាថ្វាយបង្គំរក្សានូវចិត្តជ្រះថ្លានិងតម្រង់ឆ្ពោះទៅរកការរស់នៅប្រកបដោយតាមគន្លងធម៌របស់ព្រះសម្ពុទ្ធក្នុងឱកាសនេះដែរប្រតិជកិនជាប្រចាំអធិការវត្តបានមានសក្ខីកាដាស់តឿនដល់ព្រះសង្ឃគ្រប់ព្រះអង្គត្រូវខិតខំរក្សានៅវិន័យសិក្ខាបទឲ្យបានខ្ជាប់ខ្ជួនរក្សានៅកិរិយាអិរិយាមេរយាទឲ្យសមរម្យដើម្បីក្លាយទៅជាទីពឹងដកដងកដំសម្រាប់ពុទ្ធបរិស័ទទន្ទឹមនឹងនោះព្រះអង្គក៏បានសង្កត់ធ្ងន់លើការថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីរួមចំណែកធ្វើឲ្យជីវភាពផ្លូវចិត្តកាន់តែសម្បូរបែបនិងរក្សានៅសម្រស់ដ៏ស្រស់ត្រកាលនៃព្រះពុទ្ធសាសនាថេរវាទខ្មែរក្នុងថ្ងៃដដែលនោះវត្តក៏បានរៀបចំពិធីរាប់បាតប្រគេនដល់ព្រះសង្ឃចំនួន40អង្គដើម្បីបង្កើននូវសទ្ធាជ្រះថ្លាក្នុងការកសាងកុសលផលបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជនមានជីដូនជីតានិងមេដាបេដាដែលបានចែកឋានទៅកាន់លោកខាងមុខសូមឲ្យបានសុខសាន្តក្នុងសុគតិភពនិងបួងសួងដល់មេដាបេដាដែលកំពុងរស់រានមានជីវិតសូមឲ្យមានសេចក្តីសុខសាន្តខាងផ្លូវកាយផ្លូវចិត្តនិងមានប្រជញ្ញនាយុយឺនយូរនាព្រឹកថ្ងៃទី2ខែឧសភាឆ្នាំ2026ភិក្ខុនីងីមឋានប្រជាធិការវត្តយ៉ាខ្វាឃុំchâuថើយបានសហការជាមួយការិយាល័យសន្តិសុខនៃផ្ទៃអាជ្ញាធរមូលដ្ឋាននគរបាលខេត្តនិងអាជ្ញាធរមូលដ្ឋានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានអាងសិនលេខទី12នៅភូមិហួរដងសង្កាត់ហួរឋានអញ្ជើញចូលរួមក្នុងពិធីនេះរួមមានប្រតិជកិនប្រសង្ឃគ្រប់ព្រះអង្គមានលោកគីមមៀងប្រធានគណៈកម្មការត្រួតពិនិត្យនៃមូលដ្ឋាននិធិសន្តិសុខសង្គមអាងសិនលោកស្រីវរៈសនីឯកលេគីវ៉ាន់អនុប្រធានការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តលោកវឿងជីធៀងអនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហួរឋានព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្ពានអាងសិនលេខ12ដែលបានចាប់ផ្ដើមសាងសង់នេះមានប្រវែង32ម៉ែត្រទទឹង3ម៉ែត្រដោយក្រុងចំណាយថវិកាចំនួន300លានដុល្លារថវិកាទាំងនេះបានមកពីការគៀគួររបស់ព្រះភិក្ខុងីមឋានពីក្រុមគ្រួសារពុទ្ធបរិស័ទរួមមានតាំងប៊ឺវ៉ាតាំងវ៉ាងលឿងនិងការចូលរួមឧបត្ថម្ភពីមូលនិធិសន្តិសុខសង្គមអាងខាងបច្ចុប្បន្នការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភូមិវ៉ាដុងនៅតែមានការជួបលំបាកជាច្រើនដោយសារមិនបានមានស្ពានចរាចរណ៍រឹងមាំភាគច្រើនប្រើប្រាស់ស្ពានបណ្ដោះអាសន្នដែលប្រឈមនឹងការគ្រោះថ្នាក់ជាពិសេសនៅរដូវវស្សាហេតុដូច្នោះការសាងសង់ស្ពានថ្មីនេះគឺជាការចាំបាច់បំផិតដើម្បីជួយឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរស់នៅការសិក្សាការដោះដូរទំនិញនិងរួមចំណែកបង្កើត
ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ក្នុងមូលដ្ឋានជំហាន ពិធីប្រគល់ផ្ទះសប្បុរសធម៌នៅឃុំដងហាយនារសៀលថ្ងៃទី3ខែឧសភាឆ្នាំ2026ភិក្ខុនីយាវចាងប្រជាធិការវត្តវិញវើយសង្កាត់ឡាងចងរួមជាមួយប្រទេសជគុណញឹកអាងបានរៀបចំពិធីប្រគល់ផ្ទះសប្បុរសធម៌ អញ្ជើញចូលរួមក្នុងពិធីនេះមានលោកគាត់វ៉ាងជុងសមាជិកគណៈកម្មាធិការរណសេមិត្តភូមិវៀតណាមឃុំនិងជាអនុប្រធានសមាគមអតីតយុទ្ធជនឃុំតាមការដឹងគ្រួសារលោកលីគីមរស់នៅក្នុងផ្ទះដែលទ្រទ្រោមជាច្រើនឆ្នាំមកហើយកាលពីប្រហែល2ឆ្នាំមុនកូនប្រុសរបស់លោកត្រូវបានគេពិនិត្យរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកពោះវៀនដកធំដំណាក់កាលចុងក្រោយដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចជួបការលំបាកយ៉ាងខ្លាំងមិនមានលទ្ធភាពបន្តការព្យាបាលនិងកែលម្អរស់នៅបានឡើយក៏រយៈពេលជាង1ខែនៃការសាងសង់ផ្ទះថ្មីត្រូវបានបញ្ចប់ជាស្ថាពរដែលមានទំហំ 4.9 ម៉ែត្រគិននឹង11ម៉ែត្រដោយចំណាយថវិកាសរុប105លានដុល្លារក្នុងនោះសមណសិស្សនិងប្រតិជនញឹកអាងបានគៀកោបពុទ្ធបរិស័ទនិងសប្បុរសជនជួយឧបត្ថម្ភចំនួន50លានដុល្លារចំណែកថវិកាដែលនៅសេសសល់គឺបានមកពីការចូលរួមចំណែករបស់គ្រួសារផ្ទះថ្មីនេះមិនត្រឹមតែជួយឲ្យគ្រួសារមានកន្លែងស្នាក់នៅមានស្ថិរភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាប្រភពនៃការលើកទឹកចិត្តបន្ថែមជំនឿចិត្តដើម្បីជំនះរាល់ការលំបាកនិងឆ្ពោះទៅរកជីវភាពរស់នៅដ៏សុខដុមរមនាជាងមុន ពិធីបុណ្យមាត់សមុទ្រខាងត្បូងឆ្នាំ2026នៅឧបដ្ឋានសាលាពោធិវង្សអំផឹកដាយនាព្រឹកថ្ងៃទី8ខែឧសភាឆ្នាំ2026ពិធីបុណ្យមាត់សមុទ្រខាងជើងនៅឆ្នាំ2026បានចាប់ផ្ដើមបើកជាផ្លូវការនៅឧបដ្ឋានសាលាពោធិសត្វវង្សអំផឹកដាយពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងរយៈពេល3ថ្ងៃគឺចាប់តាំងពីថ្ងៃទី8ដល់ថ្ងៃទី10ខែឧសភាឆ្នាំ2026 នាព្រឹកថ្ងៃទី8ខែឧសភាឆ្នាំ2026ពិធីបិណ្ឌមាត់សមុទ្រខាងត្បូងឆ្នាំ2026បានចាប់ផ្ដើមបើកជាផ្លូវការនៅឧបដ្ឋានសាលាពោធិសត្វកុងស៊ីអ៊ីនសង្កាត់ហៀបឋានពិធីបិណ្ឌនេះប្រព្រឹត្តទៅក្នុងរយៈពេល3ថ្ងៃគឺចាប់តាំងពីថ្ងៃទី8ដល់ថ្ងៃទី10ខែឧសភាឆ្នាំ2026ត្រូវនៅថ្ងៃទី22ដល់ថ្ងៃទី24នៃខែផល្គុនឆ្នាំមមាអត្តស័ក ដែលបានតាក់ទងពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយយ៉ាងច្រើនកកមកជួបជុំគ្នាដើម្បីគោរពបូជាថ្វាយបង្គំព្រះពោធិសត្វកុងស៊ីអ៊ីននិងចូលរួមក្នុងពិធីសូត្រមន្តនិងបួងសួងសំអរពិភពលោកមានសន្តិភាពប្រជាជនរស់នៅដោយសុខសន្តិភាពនិងសព្វសត្វទាំងឡាយបានសប្បាយរីករាយនៅចំពោះមុខរូបសំណាក់ព្រះម៉ែកុងស៊ីអ៊ីនព្រះសង្ឃប្រធេរានុធេរៈរួមជាមួយពុទ្ធបរិស័ទជាច្រើន បានរៀបចំពិធីបួងសួងសំអរប្រតិជាតិមាតុភូមិមានសន្តិភាពសុទ្ធធម៌មហករុណានិងថ្វាយបង្គំព្រះនាមទាំង500របស់ព្រះពោធិសត្វក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់និងសក្ការៈបំផុតក្នុងឱកាសនេះដែរគណៈកម្មការរៀបចំបានប្រកល់អំណោយចំនួន200ចំណែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់អំណោយនីមួយៗមានអង្ករ10គីឡូក្រាម និងថវិកា 1000 លានដុល្លារដើម្បីរួមចំណែកចែករំលែកនិងជួយដល់ប្រជាពលរដ្ឋឲ្យជំនះការលំបាកក្នុងជីវភាពក្នុងក្របខ័ណ្ឌនៃពិធីបិណ្ឌនេះក្រុមពុទ្ធបរិស័ទនានាជាពិសេសគឺក្រុមពុទ្ធបរិស័ទផាប់វ៉ានៃវត្តបាត់លៀងបានរួមគ្នាដង្ហែនិងសូត្រធម៌សទ្ធម្មបណ្ឌរិកសូត្រដើម្បីបាននៅបរិយាកាសដ៏ជ្រះថ្លាជួយឲ្យពុទ្ធសាសនិក វិលមកជ្រកកោនក្រមលុបប្ររតនត្រ័យនិងបណ្ដោះស្មារតីសន្តិភាពក្នុងចិត្តនៅពេលល្ងាចព្រះសង្ឃនិងពុទ្ធបរិស័ទបានបន្តចូលរួមក្នុងពិធីសូត្រធម៌មេត្តាបួងសួងសូមឲ្យអាកាសធាតុអំណោយផលប្រជាជនរស់នៅត្រជាក់ត្រជុំនិងសព្វសត្វក្នុងលោកបានទទួលផលបុណ្យស្មើគ្នានេះគឺជាព្រឹត្តិការណ៍វប្បធម៌សាសនាដ៏ធំប្រចាំឆ្នាំនៅខេត្តបាក់លាវ ដែលមិនត្រឹមតែជាកន្លែងសម្រាប់សក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកន្លែងបង្ហាញពីទឹកចិត្តសប្បុរសធម៌និងសាមគ្គីភាពក្នុងសហគមន៍ផងដែរ ព
វគ្គប្រតិបត្តិធម៌ក្របពូជនៃសេចក្តីមេត្តាលើកទី30នៅវត្តយ៉ាខ្វានាព្រឹកថ្ងៃទី10 ខែឧសភាឆ្នាំ2026នៅវត្តយ៉ាខ្វាឃុំចូលថើយភិក្ខុនីស្ថិតនៅងៀមឋានប្រជាធិការវត្តបានរៀបចំវគ្គប្រតិបត្តិធម៌ក្របពូជមេត្តាលើកទី30ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវជននិងកុមារាកុមារីមកសិក្សារៀនសូត្រនៅដើមកម្មវិធីសិស្សច្បងនិងយុវជនដែលបានចូលរួមក្នុងសកម្មភាពក្រុមយ៉ាងរស់រវើកដើម្បីបង្កើនភាពស្និទ្ធស្នាលបន្ទាប់មកក្រោមការណែនាំរបស់ព្រះសង្ឃអង្គកម្មវិធីទាំងមូលបានរួមគ្នាដង្ហែនិងសូត្រធម៌ប្រថោឱសថបុរាណដើម្បីបួងសួងសុំឲ្យសេចក្តីសុខសាន្តនិងសុខភាពល្អជូនដល់ខ្លួនឯងនិងក្រុមគ្រួសារព្រះភិក្ខុនៃទឹកងើងៀមឋានបាននិមន្តឡើងសម្ដែងពធទេសនាក្រុមប្រធានបទកិនុបការៈធំទាំង4ខ្លឹមសារទាំងនេះបានជួយឲ្យយុវជនយល់ដឹងកាន់តែស៊ីជម្រៅអំពីកិនុបការៈដ៏ឧត្តមឧត្តមក្នុងជីវិតរួមមានកិនមេត្តាបិតាកិនគ្រឧបជាយាចាកិនជាតិមិត្តភូមិនិងកិនសព្វសត្វព្រះភិក្ខុនៃបានសកាត់ធ្ងន់លើស្មារតីដឹងគុណនិងតបស្នងសងគុណដើម្បីតម្រង់ទិសឲ្យក្មួយរស់នៅដោយមានការទទួលខុសត្រូវនិងមានក្តីស្រឡាញ់ក្រោយពីម៉ោងសិក្សាព្រះធម៌កម្មវិធីក៏មានរៀបចំល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយដែលបញ្ចូលគ្នារវាងការអប់រំនិងការកម្សាន្តសកម្មភាពទាំងនេះជួយឲ្យយុវជនពង្រឹងចំណេះដឹងបង្កើនសាមគ្គីភាពនិងស្មារតីការងារក្រៅក្រមគណៈកម្មការរៀបចំក៏បានរៀបចំពិធីពិភាក្សាផ្លាស់ប្ដូរយោបល់និងប្រកល់កាដូអនុស្សាវរីយ៍ដល់សិស្សានុសិស្សដើម្បីផ្ដល់កម្លាំងចិត្តនិងក្តីរីករាយដល់ក្មួយក្នុងដំណើរស្វែងយល់ពីព្រះធម៌វគ្គប្រតិបត្តិធម៌នេះមិនត្រឹមតែជាកន្លែងសម្រាប់រៀនធម៌ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាធ្នូបណ្ដុះដ៏ល្អសម្រាប់យុវវ័យក្នុងការកសាងលក្ខណៈចែករំលែកនិងរស់នៅប្រកបដោយធម៌មេត្តាចាប់ពីវ័យក្មេងៗឡើងទៅយើងខ្ញុំបករណាអាត្មាភាពសូមថ្លែងអំណរអរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្ររបស់ប្រធារាធិរៈនិងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយសូមជួបជាថ្មីនៅសារព័ត៌មានពេលក្រោយសូមអរព្រះគុណនិងសូមអរគុណ